ពេលលាម៉ោង4ព្រឹកពេកមិនស្រួលខ្លួនដេកបន្តដល់ម៉ោង6រងាខ្លាំងសន្តាប់ពួយខ្ញុំលំដល់ម៉ោង10ស្វាងងុយស្រស់មីមួយកញ្ចប់ចាំដើម្បីឲ្យមីរីកទូរទស្សន៍បោះទាំងឡាយចុចគ្រប់ហូបហើយមួយសន្ទុះធំទូរទស្សន៍ក៏មើលវិញបានន័យថាដេកលក់ខ្ញុំសម្រាប់ដេកមួយសម្បក់ដេកត្រមួកដល់ម៉ោង5ម៉ែខ្ញុំជិលអស់តោះដេកបន្តកំដររសៀលរាត្រីឃើញដួងពលិនខ្មែរចាក់វ៉ាសាំងការពារខ្លាចសិល្បៈវប្បធម៌កម្ពុជាការជំងឺផ្ដាសាយបាក់សៃកើតពីក្រុមហ៊ុនអីដែលពូកែយកពីគេស៊ុបបឺមន់រវែមកខ្លាំងអេសេអូខ្មែរអើយខ្មែរខ្ញុំស្រឡាញ់ជាងគេស្រុកសម្បូរពោពេញមានសិល្បៈតន្ត្រីប្រដេញរលោកដែលបោប្រលិញខ្ញុំសូមទន្ទិញជួយថែរក្សាអើយថែរក្សាជួយថែសិល្បៈដូនតាជួយថែសិល្បៈដូនតាតែគូអាណិតអ្នកស្រែអ្នកភ្លេងអ្នកព្រៃប្រុងស្រីមីងពូខានស្ដាប់អាយ៉ៃជាពិសេសចាស់ធ្លាប់ស្ដាប់ជាបីស្រុកយើងបដូរប្រែមកស្ដាប់ចម្រៀងសាមៃធំបាត់អុយដីគ្មានត្រយគេខ្ញុំសូមផ្ដាំបងប្អូនទាំងអស់និងមន្ត្រីរាជការគួរតែនាំគ្នាអាណិតសិល្បៈតន្ត្រីខ្មែរមានប្រវត្តិ7ឡាន7សំពើ167រទេសនិង7យន្តហោះនៅតែរាប់មិនទាន់អស់តែអ្នកមានស្រុកខ្មែរចង់ចំណេញឆាប់ដើររំលងតន្ត្រីខ្លួនយកពីគេមកបកប្រែមករីកឲ្យដូចកមូលសម្បត្តិខ្មែរសាបសូន្យមិនក៏ធ្វើអញ្ចឹងអូនមិនឃើញចម្រៀងថ្មីរបស់អ្នកស្រីហឹមស៊ីវ៉នណយបណ្ឌិតអៀងស៊ីធុលរងអាយ៉ៃបិទទាំងណូនអាងបន្តិចស្ទាយថ្មីសួរស្ទាយខ្មែររលាយមេចំនួនក្រោយបានអីកែសិនអាយ៉ៃឆ្លើយឆ្លងជាបីដងវែងដងខ្លីព្រោះឥឡូវសម័យទំនើបអញ្ចឹងហើយកុំខឹងក្មេងអីកើតមកទាន់ទឹកដីនៅសម័យហឺហាឥឡូវមានវត្ថុដែលមានសមត្ថភាពប្រើជាងដុល្លារគឺជាភាពគឺហានឹងកាត់វីសាតែកុំច្រឡំចង្វាក់រ៉ាបស្វ័យនេះមិនមែនយកមកពីគេទេចង្វាក់ទាំងអស់សិតតែរបស់ខ្មែរណាជួយចាំទាំងអស់គ្នាគិតទៅវិញជាងទៅខ្ញុំថាចង្វាក់ទាំងអស់ហ្នឹងគឺសុទ្ធតែវាមកពីខ្មែរយើងទាំងអស់ដែរហើយអ្វីបានគេច្រឡំថាចង្វាក់ទាំងអស់ហ្នឹងគឺយើងមិនដែរមិនទាន់សម័យអីចឹងបងអាហ្នឹងគិតទៅភ្លេងហ្នឹងវាទាន់សម័យប៉ុន្តែក៏មិនមែនរ៉ាប់ដែរដែលថាអីដែលយើងច្រៀងទាំងអស់ហ្នឹងគឺជាវត្ថុបុរាណទាំងអស់យើងយកមកផ្សំចូលគ្នាជាចង្វាក់ដែលគេចូលចិត្តនៅសម័យនេះទេព្រោះយើងហ្នឹងវាច្រៀងមិនសូវបរោះដូចគេបានជាតែកំណាព្យការភ្លោមមកច្រៀងនៅលើភ្លេងលឿនភ្លេងយឺតហ្នឹងអាហ្នឹងអញ្ចឹងតាមពិតវាខ្មែរទៅទាំងអស់ហ្នឹងប៉ុន្តែយើងមិនដឹងហៅថាម៉េចមានតែរ៉ាប់ហ្នឹងវាស្រួលស្ដាប់ហើយអញ្ចឹងមិនហៅថាម៉េចចកែសិនសុំកែយូរបន្តិចមកបាទសូមអរគុណលោកស៊ុបប៊ឺមន់ដែលបានមកជួយធ្វើអន្តរាគមន៍ក្នុងជំងឺបង្ការផ្ដាសាយបាក់សៃនេះបាទមានមុនមកថ្មីឈប់វាចាប់ត្រង់វាចាប់ទុកចាប់ថែមហ៎បងចាប់ថែមអីចាប់ថ្នាំ